តោះបងប្អូនថ្ងៃនេះមកធ្វើជើងមាន់បំពងខ្ទឹមសញ៉ាំជាមួយខ្ញុំទាំងអស់គ្នានិយាយទៅមកហូបមួយមុខនេះហើយញ៉ាំជក់មាត់មែនតើបងប្អូនអើយបើសិនជាបានជួបជុំគ្នាអីកុំភ្លេចសាកធ្វើមួយមុខនេះហ៎យើងចង់ធ្វើញ៉ាំលេងក៏បានហើយបើសិនជាមានទឹកត្រជាក់ញ៉ាំជាមួយទៀតគឺថាកាន់តែអែមហ្មងឥឡូវនេះខ្ញុំចាប់ផ្ដើមយកជើងមាន់ហ្នឹងយកវាមកកាប់កញ្ចក់ចេញសិនណាបងប្អូនបន្ទាប់មកខ្ញុំកាប់វាជា3បងប្អូនចង់កាប់វាជា2ជា3អីតាមការចូលចិត្តអញ្ចឹងណាបន្ទាប់ពីយើងកាប់ជើងមាន់បានរួចរាល់ហើយខ្ញុំចាប់ផ្ដើមយកជើងមាន់ហ្នឹងមកលាងច្បាច់ជាមួយនឹងអំបិលណាហើយខ្ញុំលាងទឹក3-4ទឹកបងប្អូនយើងលាងឲ្យបានស្អាតល្អទៅបន្ទាប់ពីលាងជើងមាន់នឹងបានរួចរាល់ហើយខ្ញុំស្រង់វាទុកឲ្យស្រក់ទឹកល្អសិនហើយខ្ញុំក៏មកដំខ្ទឹមសហើយចិញ្ច្រាំខ្ទឹមសនឹងឲ្យម៉ត់ណាខ្ទឹមសនឹងយើងយកទៅបំពងទុកដាក់នៅក្នុងជើងមាន់បំពងអញ្ចឹងណាបងប្អូនហើយយើងដាក់វារៀងច្រើនតិចទៅបានវាធ្វើឲ្យជើងមាន់បំពងនោះមានក្លិនកាន់តែឈ្ងុយបន្ទាប់ពីចិញ្ច្រាំខ្ទឹមសបានម៉ត់រួចរាល់ហើយខ្ញុំមកហាន់ម្ទេសវិញម្ដងសម្រាប់ម្ទេសនេះបងប្អូនចូលចិត្តហឹរតិចហឹរខ្លាំងដាក់តាមចំណង់ចំណូលចិត្តហើយស្លឹកក្រូចសើចនេះវិញគឺយើងយកទៅបំពងដែរបងប្អូនយើងដាក់វារៀងច្រើនតិចទៅដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយអញ្ចឹងណាចាបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមយកជើងមាន់ហ្នឹងមកបំពងតែម្ដងពេលដាក់បំពងគឺខ្ញុំអាសាប្រែត្រឡប់វាបែបហ្នឹងដើម្បីឲ្យវាបានឆ្អិនសព្វគ្នាល្អជើងមាន់ហ្នឹងគឺខ្ញុំយកវាមកបំពង2ដងយើងធ្វើអញ្ចឹងបានជើងមាន់ហ្នឹងវាស្រួយល្អហើយបំពងលើកទី1យើងមើលថាវាឡើងក្រហមហើយឡើងក្រៀមបែបនេះយើងស្រង់វាទុកឲ្យត្រជាក់សិនណាឆ្លៀតពេលហ្នឹងខ្ញុំក៏យកខ្ទឹមសនេះមកបំពងវិញម្ដងជាបំពងវាឲ្យឡើងក្រហមបែបនេះយើងស្រង់វាទុកម្លែកទៅបងប្អូនបន្ទាប់មកខ្ញុំយកស្លឹកក្រូចសើចនេះមកបំពងវិញម្ដងហើយស្លឹកក្រូចសើចនេះទៀតខ្លាំងជាងយើងបំពងជើងមាន់ទៀតបងប្អូនឥឡូវនេះស្លឹកក្រូចសើចក៏បានបំពងរួចរាល់ដែរអញ្ចឹងយើងស្រង់វាទុកម្លែកសិនដែរខ្ញុំក៏យកជើងមាន់នេះមកបំពងវិញម្ដងទៀតពេលដែលបំពងលើកទី2នេះយើងបំពងត្រឹមតែ2នាទី3នាទីអីទៀតបានទេបងប្អូនជើងមាន់នឹងវាឡើងក្រហមហើយស្បែកវាឡើងអត់អញ្ចឹងមានន័យថាវាស្រួយល្អហើយអញ្ចឹងយើងស្រង់វាទុកឲ្យស្រក់ខ្លាញ់សិនណាបន្ទាប់មកយើងដាក់វាចូលទៅក្នុងខ្ទះហើយដាក់រ៉ូឌីបន្តិចហើយនឹងស្ករសយើងលីងគ្រឿងហើយនឹងជើងមាន់ហ្នឹងឲ្យវាចូលជាតិគ្នាសព្វល្អបន្ទាប់មកខ្ញុំដាក់ខ្ទឹមសបំពងម្ទេសហើយនឹងស្លឹកក្រូចសើចនឹងចូលទៅហើយយើងលីងគ្រឿងទាំងអស់ហ្នឹងឲ្យវាចូលជាតិជាមួយនឹងជើងមាន់នឹងម្ដងទៀតគឺថារួចរាល់ជាការស្រេចទេបងប្អូនចាបងប្អូនឥឡូវនេះជើងមាន់បំពងខ្ទឹមសរបស់នាងខ្ញុំបានឆ្អិនរួចរាល់ហើយតំណងដែរឬអត់បងប្អូនដែលបានមើលវីដេអូនឹងហើយកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់